hương hào đại niang phở so stem pong coដោយសារបរិភោគផ្លែប៉ោមមានពឹសរបស់យាយខ្មុំបានគេនិយាយតគ្នាតាំងពីព្រលឹមដល់ព្រលប់តែគ្មានណាដឹងរឿងហៅសពគ្រប់នៅពីក្រោយនោះទេពេលនោះដែរព្រះរាជបុត្រដែលធ្លាប់ជាប់ស្នេហ៍ព្រិលសខិតខំហុកហួរព្រិលសគ្រប់ទីកន្លែងព្រោះអីនាងបាត់ខ្លួននារីដែលនឹមនួលមានសម្រស់ស្រស់ស្អាតស្បែកពណ៌សហើយជាមនុស្សល្អចេះធ្វើកិច្ចការងារផ្ទះសូម្បីកាណូมึงក៏ក្លិនអត់ឆ្អេះស្អាតនោះស្អាតយ៉ាងនេះមិនដឹងបកឆាយយ៉ាងណាព្រះរាជបុត្រដែលប្រាថ្នាចង់ជួបព្រិលសនោះគាត់គឺជាស្ដេចនៅជិតនគរព្រិលសគាត់ធ្លាប់ឃើញព្រិលសនៅពេលព្រិលសធ្វើកិច្ចការងារផ្ទះហើយនៅពេលនោះពួកគេក៏ចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍នេះគេហៅថាស្នេហ៍ភ្លើងច្បើងឃើញភ្លាមស្រឡាញ់ភ្លាតពេលដែលប្រានធ្លាក់ក្នុងអន្លង់ស្នេហ៍ព្រះរាជបុត្របានងាកបែរត្រឡប់ទៅនគរខ្លួនវិញក្រោយមកព្រះរាជបុត្រក៏ជួបរឿងតូមណេញព្រោះឮដំណឹងថាបាត់ខ្លួននាងព្រិលសព្រះរាជបុត្រដ៏សែនល្អដើររកព្រិលសគ្រប់ទិសទីព្រះរាជបុត្រក៏បានឮពាក្យចាមរាមអេកអូកស៊ីត្រាវរបស់អ្នកបម្រើក្នុងរាជវាំងនិយាយថានាងព្រិលសត្រូវបដាសារបស់មេដាចុងដែលជាយាយខ្មុំគេឲ្យផ្លែប៉ោមព្រិលសស៊ីគ្រប់រួចហើយព្រិលសក៏ដួលស្លាប់លែងដឹងខ្យល់អីតែហ្មងដូច្នេះលោកបងព្រះរាជបុត្រក៏សម្រេចចាត់ចេញពីក្រុងចូលភ័យដើម្បីដើររកព្រិលសហើយសំណាងក៏ល្អព្រះរាជបុត្រក៏ឃើញព្រិលសដេកស្ដោកសម្លាប់ស្ដោកស្ដឹងអត់ដឹងខ្យល់អីតែសម្រស់នាងស្រីនៅតែស្រស់ស្អាតដូចដើមទោះបីនាងដេកអត់បើកភ្នែកតែភ្នែកនាងនៅតែស្អាតហូមភ្នែកវែងមានស្បែកសរវល់មាត់ក៏ក្រហមទុំបើនៅជ្រុកខ្ញុំគេថានាងនឹងស៊ីឆ្លាហើយមនុស្សទឺដែលនៅមើលថែនាងបាននិយាយថាមានតែស្នេហាពិតទេទើបអាចជួយព្រិលសឲ្យភ្ញាក់ឡើងវិញបានហើយដើម្បីបង្ហាញស្នេហាពិតនោះគឺការថើបដ៏ផ្អែមល្ហែមពេលនោះព្រះរាជបុត្រក៏ចូលទៅជិតនាងភ័យសហើយថើបនាងព្រិលសតែព្រះរាជបុត្រចាប់ផ្ដើមមានអារម្មណ៍អត់ល្អមានដូចមានរឿងអីចម្លែកកើតឡើងប្រវេលមាត់នាងប្រែជាសើមហើយជាក់ដូចទឹកកកស្បែកមុខមាត់នាងប្រែជាឆ្លក់មិនដឹងមកពីហេតុអីបើតាមរឿងវែងខ្លីដែលគេធ្លាប់និយាយពេលព្រះរាជបុត្រថើបនាងព្រិលសនឹងដឹងខ្លួនរស់រានជាមនុស្សធម្មតាតែលើកនេះណាមិនដូចនឹងអ្វីដែលគេធ្លាប់និយាយទេព្រះរាជបុត្រគឺជាស្ដេចរបស់នាងព្រិលសពិតប្រាកដតែអ្វីដែលធ្វើឲ្យគាត់តក់ស្លុតក្រោយពីគាត់ថើបបង្ហាញស្នេហាបរិសុទ្ធហូករាំងព្រិលសប្រែជាសល់តែឆ្អឹងជ្រុះសាច់ជ្រុះឈាមអស់ភ្នែកក៏ហួងធំមកចខោះការពិតអ្វីដែលកើតឡើងទាំងអស់នោះគឺជាបណ្ដាសាពិតប្រាកដនៅពេលដែលព្រិលសជួបស្នេហាពិតប្រាកដនាងនឹងប្រែជាស្លាប់សល់តែឆ្អឹងព្រះរាជបុត្របានតែសម្លឹងព្រោះអីកត់ខំប្រឹងដើម្បីជួយនាងតែវាសនាមិនទៀងធ្វើឲ្យនាងខ្លាចជាបែបនេះដូច្នេះព្រះរាជបុត្រក៏សម្រេចចិត្តនាំនាងទៅរៀបការធ្វើតាមសន្យាដែលព្រះរាជបុត្រធ្លាប់ឲ្យនាងព្រិលសតែមនុស្សម្នាចាប់ផ្ដើមមានអារម្មណ៍មិនល្អពួកគេមិនគាំទ្រនឹងវិធីមង្គលការរបស់ទ្រង់ឡើយតែព្រះរាជបុត្រទ្រង់មិនខ្វល់ឡើយសំខាន់ទ្រង់ស្រឡាញ់ព្រិលសមិនមែនត្រឹមតែស្រឡាញ់ពេលនាងព្រិលសមានសម្រស់ល្អទេពេលនាងសល់តែឆ្អឹងព្រះរាជបុត្រនៅតែស្រឡាញ់ពួកអីព្រិលសនៅតែព្រិលសអត់មានអីផ្លាស់ប្ដូរទេព្រិលសបានឆ្លៀករ៉ូបយ៉ាងល្អដូចកូនក្រមុំគេព្រះរាជបុត្រក៏បន្តការមើលថែដោយយកចិត្តទុកដាក់មិនថាសិតសក់ឬរៀបក្រែមឲ្យទោះបីនាងមិនអាចនិយាយមិនអាចកម្រើកធ្វើកាយវិការក៏ព្រះរាជបុត្រប្រាថ្នាសំដំណេរជាមួយនាងពេលផឹកឡើងព្រះរាជបុត្រចាប់ផ្ដើមមានអារម្មណ៍ចម្លែកដោយស្បែកព្រះរាជបុត្រចាប់ផ្ដើមមានពងកន្ទួលពាសពេញអេះឡើងឆ្ងាញ់ព្រោះអីអាម៉ោះឈីប
មិនថាតែព្រះរាជបុត្រទេសូម្បីជាអ្នកបម្រើក្នុងរាជវាំងក៏មានអាការៈនេះដែរពេលនោះដែរកាមេរ៉ាសុវត្ថិភាពអ្នកជិតខាងក៏ចាប់ផ្ដើមធ្វើការស៊ីត្រាវយ៉ាងសង្ហាដោយនិយាយថាភិលសជាអ្នកនាំរោគមកពេលនោះមនុស្សម្នាចាប់ផ្ដើមឆោឡោចង់បោះចោលនាងភិលសដោយនិយាយមិនល្អថាភិលសជាបិសាចនាំរោគចូលរាជវាំងតែទោះយ៉ាងណាព្រះរាជបុត្រក៏មិនចង់បោះចោលនាងព្រោះអីនាងជាអគ្គមហេសីរបស់ខ្លួនស្រឡាញ់នាងលើអ្វីទាំងអស់ពេលនោះរាងកាយព្រះរាជបុត្រកាន់តែរមាស់ទៅមនុស្សម្នានាំគ្នាចម្រុកទៅបន្ទប់ដេករបស់ព្រះរាជបុត្រហើយក៏បំរុតនាងភិលសចេញពីព្រះរាជបុត្រព្រះរាជបុត្រសែនរន្ធត់ដោយពួកគេចាប់នាងចងនឹងឈើឆ្កាងបំរុងយកភ្លើងដុតដោយភាពតក់ស្លុតព្រះរាជបុត្រខំប្រឹងងើបពីឃាវាយ៉ាងវេទនាដើម្បីទៅជួយភិលសតែសំណាងមិនល្អនាងភិលសត្រូវមនុស្សម្នាប្រកាត់ភ្លើងដុតហើយព្រះរាជបុត្រមិនដឹងធ្វើយ៉ាងម៉េចទេមិនអាចទប់ខ្លួនឯងបានដោយឃើញសោះកល្យានត្រូវភ្លើងឆេះពេលនោះព្រះរាជបុត្រក៏សម្រេចចិត្តលោតចូលភ្លើងដើម្បីទៅជួយនាងភិលសក្នុងអារម្មណ៍ព្រះរាជបុត្រនៅតែឃើញភិលសនៅស្រស់ល្អទោះបីរាងកាយនាងនៅបន្តអាឡេះអាលួយដោយសារតែភ្លើងឆេះសល់តែផេះក៏ដោយនេះហើយបានគេហៅថាស្នេហាពិតមិនគិតមានក្រឬរូបសម្ផស្សខាងខាវទោះអូនអត់កអាវឬអត់សាច់អត់ឈាមសល់តែឆ្អឹងក៏បងនៅខំប្រឹងការពារអូនឥឡូវអូនសល់តែផេះតែវាជាផេះរបស់មនុស្សដែលបងស្រឡាញ់ព្រះរាជបុត្រសុកចិត្តមិនចេញពីភ្លើងឲ្យភ្លើងឆេះត្រង់ទៅជាមួយព្រិលសតើលើលោកនេះមានបរិះល្អដោយព្រះរាជបុត្រនេះប្រមាណ10000នាក់បើមានសូមបញ្ជាក់ក្នុងខមមិនផងតែអេដមីនអត់ជឿថាមានទេ